ថ្ងៃមួយឪពុកម្នាក់បានហុចកាក់មកកាក់ឲ្យទៅកូនប្រុសរបស់គាត់ហើយប្រាប់ថាហែងយកទៅកវែងចោលនៅក្នុងទឹកស្រះនោះទៅដោយភាពឆាប់ល្ងន់របស់កូនប្រុសនោះក៏បានយកកាក់មាសរបស់ឪពុកនោះចោលនៅក្នុងទឹកនោះជារៀងរាល់ថ្ងៃឡើងច្រើនហើយឪពុកនោះក៏បានបារម្ភរឿងកូនរបស់គាត់ដោយមិនចេះរកប្រាក់ទៅខ្លួនឯងថ្ងៃមួយឪពុកក៏បានឈឺកូនប្រុសនោះក៏មិនដឹងថាគួរធ្វើយ៉ាងម៉េចដើម្បីអាចរកប្រាក់បានក៏ប៉ុន្តែឪពុកក៏បានប្រាប់ថាកូនឯងចេញទៅខាងក្រៅហើយធ្វើការចោះពេលនោះកូនប្រុសក៏បានរកការងារមួយធ្វើខិតខំប្រឹងធ្វើទាំងយប់ទាំងថ្ងៃទាំងកណ្ដាលថ្ងៃក្តៅហើយប្រឹងធ្វើរហូតដល់ម៉ោងចេញគឺគាត់បានត្រឹមតែមួយកាក់មាសប៉ុណ្ណោះពេលត្រឡប់មកផ្ទះវិញគាត់ក៏បានហុចកាក់មាសនោះឲ្យឪពុកហើយបាននិយាយប្រាប់ឪពុកថាកូនខំប្រឹងធ្វើណាត្រឹមបានមួយកាក់មាសប៉ុណ្ណេះបន្ទាប់មកឪពុករបស់គាត់ក៏បាននាំគាត់មកមាត់ស្រះហើយបាននិយាយនឹងក្រវែងកាក់មាសនោះចូលទៅក្នុងទឹកបន្ទាប់មកកូនប្រុសនោះបានស្រែកថាហេតុអីបានជាឪពុកធ្វើបែបនេះជាប្រាក់ដែលកូនខិតខំរកឡើងពេញមួយថ្ងៃឪពុកក៏បានទះស្មាកូនថានេះជាការខិតខំប្រឹងប្រែងរបស់កូនសូមចេះចាយលុយឲ្យត្រឹមត្រូវនិងកុំចេះខ្ជិលលុយខ្លាំងពេកទៅលើរបស់ឥតប្រយោជន៍ឬរបស់ដែលមិនចាំបាច់សម្រាប់កូននេះជាមេរៀនដ៏ល្អមួយសម្រាប់អ្នកទាំងអស់គ្នា